ពេលអ៊ីមកពីស្រុកថៃហ្នឹងអ៊ីសុំទោសស្រុកតែឆ្លៀនពៀនយើងហ្នឹងណាតើអ៊ីអញ្ជើញមកប្រហែលអ្នកដែរខ្ញុំមកពីអ្នកប្តីខ្ញុំហើយចុះរងថ្ងៃប្តីអ៊ីធ្វើកាយដែរគាត់ធ្វើសិនសុកចាហើយអ៊ីរងថ្ងៃធ្វើជាអ្នកណាម៉ៃចាគេវាយគ្នាហ្នឹងគូខ្ញុំមកវិញមកពីថៃមកបានធ្វើការនៅកន្លែងផ្សេងតែគេអត់ឲ្យតម្លៃខ្ញុំបានខ្ញុំមកសុំធ្វើនៅនេះខ្លាំងស្រុកគេអត់ស្រួលដូចយើងទេអញ្ចឹងបានខ្ញុំមកនៅនេះខ្ញុំលេងទៅណាហើយរੂតាតែខ្ញុំធ្វើលេងកើតខ្ញុំឈប់ទៅនៅផ្ទះហ្មងចាអាងកូនហើយកូនយើងតើពេលស្ដាប់រឿងពូសន្តិសុខហើយគឺយើងអាចធ្វើសន្តិសុខបានទេមកមានអញចំកូនហួរឥឡូវយើងអូអីធ្វើផ្សេងហីសាក់ធ្វើណាម៉ៃវិញឥឡូវយើងសួរអ៊ីណាម៉ៃតោះជំរាបសួរអ៊ីសុខសប្បាយអ៊ីសុខសប្បាយចាហើយអ៊ីមានឈ្មោះអីដែរហើយអ៊ីមានអាយុប៉ុន្មានហើយសប្តាហ៍ថ្ងៃអ៊ីធ្វើការអីងារអីដែរធ្វើអនាម័យអាយុ55ហើយចំផលចាអ៊ីចាហើយអ៊ីធ្វើអនាម័យបានប្រហែលឆ្នាំហើយអ៊ីទៅមកដែរតែកាលគេវាយគ្នាហ្នឹងគូខ្ញុំមកវិញមកពីថៃមកបានធ្វើការនៅកន្លែងផ្សេងតែគេអត់ឲ្យតម្លៃខ្ញុំបានខ្ញុំមកសុំធ្វើនៅនេះស្រួលអត់អីទេឈប់អ៊ីកំលឿនពេកគេអត់ឲ្យតម្លៃអ៊ីចាមេថ្មីជួយប្រាប់តិចមើលមេអីតកែអត់អីទេតមេគ្រប់គ្រងនៅក្នុងគាត់អត់ឲ្យតម្លៃខ្ញុំបានខ្ញុំមកសុំនៅធ្វើនេះស្រួលនៅនេះបានបាយហូបបានបាយអីទៀតស្រួលអត់អីទេនៅនេះគេឲ្យតម្លៃខ្ញុំទាំងអស់ទាំងមេទាំងអីហ្នឹងនិយាយទៅរំភើបរំជួលចិត្តម៉េះស្រួលពេកអូអត់ទេអ៊ីអត់អីទេហើយសម្រួលអារម្មណ៍ហើយកម្មឮថាចំណាក់ស្រុកមកពីស្រុកថៃអ៊ីណាចាអ៊ីឥឡូវឲ្យគាត់សម្រួលអារម្មណ៍តិចសិនអូខេបាទម្នាក់អូមីអប់យាយមួយអប់យាយមួយយាយកុំយំណាយាយណាយាយតស៊ូណាយាយណាមកនេះស្រួលពេកទៅដល់អញ្ចឹងភើបនិយាយថាគេឲ្យហ្នឹងហើយគេឲ្យតម្លៃគ្រប់កូនចៅនៅនឹងក៏ស្រួលទាំងអស់ទាំងមេទាំងកោយនឹងស្រួលហើយគាត់ឲ្យបាយឲ្យអីហូបអត់ដូចនៅកន្លែងចាស់ទេមកនេះខ្ញុំស្រួលណាស់ការងារនៅកន្លែងហ្នឹងអត់ពិបាកទេមើលទៅមៀតខ្ញុំអញ្ចឹងក្បាលពោះខ្ញុំអញ្ចឹងកូនខ្ញុំអញ្ចឹងមើលទៅអាចធ្វើណាម៉ៃបានទេធ្វើអត់បានទេបានខ្ញុំទេសង្ស័យខ្លាចដើមខ្ញុំដើមការងារធ្វើការងារពងឲ្យស្រួលហើយមកដើមឥឡូវនេះបើសិនជាមានបងមីងយាយគាត់ជួបការពិបាកដូចមីងពីមុនមកអញ្ចឹងហើយគាត់កំពុងដើរស្វែងរកការងារដូចជាមីងនិយាយថាស្រួលអញ្ចឹងតើកន្លែងមីងរងឯងគេមានរើសហេមីងគាត់ចង់ទៅធ្វើដែរមានរើសសិនសុកសិនអីចឹងវាគាត់រើសចារើសចាហើយកន្លែងគាត់នឹងបើមកស្រួលអត់អីទេចាមានន័យថាគាត់គ្រប់គងអាហារហើយចូលមីងគាត់ដែរប្រើគឺថាស្ដីប្រើពាក្យសម្ដីអាស្រួលលើមីងអត់តាំងពីខ្ញុំចូលមកដល់អត់ហងអត់មានទេហើយចូលប្រាក់ខែដែរមីងចាយគ្រប់គ្រាន់នេះមួយថ្ងៃគ្រប់គាត់ឲ្យបាយខ្ញុំហូបដល់ចឹងខ្ញុំអត់មានចំណាយអីទៀតផងបាយអាហារប្រហែលពេលដែរមីងបាយពេលមកគាត់ថាវោចង់ហូបទៅគាត់ធ្វើព្រលឹមឡើងហូបថ្ងៃត្រង់ល្ងាចចឹងម្លោអីនៅហ្នឹងខ្ញុំយកទៅហូបបានអត់អីទេប្រាក់ខែគាត់ឲ្យខ្ញុំ200ក្នុងមួយអាទិត្យធ្វើតែ5ថ្ងៃទេថ្ងៃសៅរ៍ថ្ងៃអាទិត្យគាត់ឲ្យសម្រាប់ពេលមានបុណ្យមានទានគាត់ឲ្យខ្ញុំឈប់3ថ្ងៃហើយចុះពេលដែលជាប្រចាំឆ្នាំមានប្រាក់ខែលើកទឹកចិត្តអីទៀតទេមីងឬគាត់ថាលើកចាមានបុណ្យទានគាត់ឲ្យហើយមេខ្ញុំក៏ឲ្យលុយខ្ញុំចាគាត់ពេលនេះចឹងគាត់ឲ្យខ្ញុំទៅធ្វើកតុបធ្វើអីចឹងគាត់ឲ្យលុយខ្ញុំចាយគាត់ឲ្យម្ហូបឲ្យអីចឹងនិយាយទៅខ្ញុំអត់ទេខ្ញុំអត់សូវទិញអីទេចាអ៊ីនិយាយអត់មានចំណាយអីទេព្រោះអីម្ហូបអាហារគាត់ឲ្យគាត់ឲ្យរហូតចុះអ៊ីចូលការពីមុនអ៊ីធ្វើការនៅស្រុកគេនោះអ៊ីពិបាកអ៊ីពិបាកអីខ្លះទៅអ៊ីពិបាកខ្លាំងស្រុកគេអត់ស្រួលដូចយើងទេចឹងបាត់ខ្ញុំមកនៅនេះខ្ញុំលេងទៅណាហើយរੂតាតែខ្ញុំធ្វើលេងកើតខ្ញុំឈប់ទៅនៅផ្ទះហ្មងចាខ្ញុំចេញពីកន្លែងនេះខ្ញុំទៅនៅផ្ទះហ្មងព្រោះខ្ញុំចេញទៅធ្វើអីណាទៀតអត់ទេព្រោះកន្លែងនេះស្រួលហើយកូនចៅគាត់នឹងឲ្យតម្លៃខ្ញុំទាំងអស់មានប្រកាន់ថាខ្ញុំអនាម័យថាអីទេពេលហូបបាយហូបអីគាត់ឲ្យខ្ញុំហូបជាមួយណាស់តែខ្ញុំទេអត់ទៅហូបជាមួយគាត់ស្រួលណាស់កន្លែងនេះពីពេលអ៊ីមកពីស្រុកថៃហ្នឹងអ៊ីសុំទោសស្រុកតែឆ្លៀនពៀនយើងហ្នឹងណាតើអ៊ីអញ្ជើញមកប្រហែលអ្នកដែរខ្ញុំមកពីអ្នកប្តីខ្ញុំហើយចុះរងថ្ងៃប្តីអ៊ីធ្វើកាយដែរគាត់ធ្វើសិនសុកចាហើយអ៊ីរងថ្ងៃធ្វើជាអ្នកណាម៉ៃចាអញ្ចឹងដោយបងប្អូនបានឮសម្ដីអ៊ីប៉ិតនេះខ្ញុំនិយាយប៉ិតអត់កុហកទេចាអត់កុហកទេស្រួលណាស់ក្រុមហ៊ុនមើលតែសម្រស់ឥឡូវនេះកាលពីមុនឡើងជ្រួញកាលពីមុនក៏បានណាស់នៅកន្លែងនេះគេអត់ឲ្យលើកសម្រស់វ័យក្មេងអាយុ18ឆ្នាំហ្មងអញ្ចឹងបងប្អូនណាដែលចង់អាយុ18ឆ្នាំដូចគាត់មកកន្លែងហ្នឹងមកកន្លែងហ្នឹងឲ្យតម្លៃជ្រួញអារម្មណ៍ល្អស្រស់ស្រាយពេញពីបេះដូងហ្នឹងគឺអាចអញ្ជើញមកដាក់ពាក្យនៅក្នុងក្រុមហ៊ុនឈ្មោះថាអីនេះក្រុមហ៊ុននេះក្រុមហ៊ុន
Guardian Security Force GSF vậy mà ý GSF ក៏មានហ่า អត់ចាចេញទេចាចាអីទេចុះបងប្អូនអាចដាក់ពាក្យមកក្រុមហ៊ុនយើងខ្ញុំបានហើយបងប្អូនអាចអ្នកតំណតាម Facebook page អញ្ចឹងអត់មានរើសពណ៌សម្បុរភេទសំខាន់ឲ្យតែមានចិត្តតស៊ូព្យាយាមស្មោះត្រង់ដូចជាអ៊ីជាដើមចាអញ្ចឹងអរគុណណាអ៊ីណាជម្រាបលាបាយបាយអ៊ី love you